សួស្តីបងប្អូនទាំងអស់គ្នាតើអ្នកធ្លាប់ឮដំណឹងអព្យាធិតជ័យដែលដុំសាច់បាត់ខ្លួនក្នុងរយៈពេលត្រឹមតែ3ថ្ងៃបន្ទាប់ពីការវិនិច្ឆ័យមហារីកដំណាក់កាលទី4ឬរឿងរ៉ាវអ្នកជំងឺដែលត្រូវបានកាត់ទោសឲ្យស្លាប់បានបង្ហោះរូបថតបញ្ជាក់ការជាសះស្បើយពេញលេញបន្ទាប់ពីអធិស្ឋាន3ថ្ងៃដែរឬទេនៅក្នុងយុគសម័យនៃការអស់កម្លាំងនិងជំងឺធ្លាក់ចិត្តដែលយើងកំពុងរស់នៅពេលទទួលបានសារក្រមនៃការអស់សង្ឃឹមដែលហាក់ដូចជាមិនអាចជាសះស្បើយដោយកម្លាំងខ្លួនឯងបានតតែសោះព្រះគម្ពីរប្រកាសដល់យើងនៅពេលវេលាបន្ថែមនៃព្រះគុណដ៏គួរឲ្យភ្ញាក់ផ្អើលស្ដេចហេសេគៀបានឈឺជំងឺធ្ងន់ធ្ងរនិងទទួលសារក្រមនៃការអស់សង្ឃឹមនៅពេលនោះហេសេគៀបានអធិស្ឋានយ៉ាងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ដោយទឹកភ្នែកព្រះជាម្ចាស់បានស្ដាប់ការអធិស្ឋានរបស់គាត់និងសន្យាបន្ថែមអាយុជីវិត15ឆ្នាំជាស្តាងក្នុងរយៈពេល3ថ្ងៃគាត់នឹងថ្វាយបង្គំនៅក្នុងព្រះវិហារនិងជាសញ្ញានៃការជាសះស្បើយស្រមោលនៅលើនាឡិកាព្រះអាទិត្យនឹងថយក្រោយ10ដឺក្រេអព្យាធិតមួយត្រូវបានបង្ហាញសម្រាប់ការជាសះស្បើយពិតប្រាកដថ្នាំលាបពីផ្លែល្វ៉ាត្រូវបានចេញវិជ្ជបញ្ជាពីពងសាវតារអសត21:7ពីរឿងរ៉ាវការជាសះស្បើយក្នុង3ថ្ងៃរបស់ហេសេគៀយើងអាចរកឃើញអាចកំបាំង3នៃពេលវេលាបន្ថែមនៃព្រះគុណដែលបើកបញ្ចប់រាល់ការវិនិច្ឆ័យអស់សង្ឃឹមក្នុងជីវិតរបស់យើងព្រះជាម្ចាស់មិនមើលការវេចខ្ចប់លើសលប់ឬស្នាមញញឹមស្លៀកមុខរបស់យើងទេប៉ុន្តែមើលទឹកភ្នែកដែលផ្ទុះចេញពីកន្លែងជ្រៅបំផុតភាពស្មោះត្រង់និងឆ្លើយតបភ្លាមការអស់សង្ឃឹមខ្លាយជាបណ្ដាញខ្លាំងក្លាដែលជំរុញយើងចូលទៅក្នុងការជ្រមុជមួយជាមួយព្រះជាម្ចាស់មិនមែនជាមួយលោកីទេនៅក្នុងព្រះគម្ពីរលេខ3មិនមែនគ្រាន់តែជាពេលវេលាទេប៉ុន្តែជានិមិត្តសញ្ញាដែលតំណាងឲ្យការជាសះស្បើយពេញលេញនិងការរស់ឡើងវិញបងប្អូនទាំងអស់គ្នាទោះបីជាស្ថិតនៅក្នុងស្រមោលនៃការអស់សង្ឃឹមណាក៏ដោយព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងនិងរងឡើងវិញនៅថ្ងៃទី3ដោយបង្ហាញឲ្យយើងឃើញថាព្រះម្ចាស់នៃពេលវេលាវិវរណៈ1:8គឺជាអ្នកណាសារក្រមនៃការអស់សង្ឃឹមរបស់យើងគឺជា flash forward នៃការរស់ឡើងវិញដែលព្រះយេស៊ូវបានប្រទានព្រះយេស៊ូវមិនត្រឹមតែពន្យាពេលវេលារបស់យើងប៉ុណ្ណោះទេប៉ុន្តែប្រទានជីវិតថ្មីហេសេគៀបានទទួលពេលវេលាបន្ថែមនៃព្រះគុណក្នុងការពន្យាអាយុជីវិត15ឆ្នាំប៉ុន្តែសំខាន់ជាងនេះទៅទៀតជីវិតដែលបានពន្យានោះមិនមែនជាការសម្រាប់បណ្ដោះអាសន្នទេប៉ុន្តែជាការចាប់ផ្ដើមនៃកិច្ចសន្យាពន្យាជីវិតនិរន្តរ៍ជាមួយព្រះជាម្ចាស់ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃពេញលេញសម្រាប់អំពើបាបរបស់យើងសុគតនឹងរស់ឡើងវិញដើម្បីប្រទានឲ្យយើងមិនមែន15ឆ្នាំបន្ថែមទេប៉ុន្តែជីវិតនិរន្តរ៍ស្រដៀងគ្នានេះដែរអ្នកដែលបានទ្រាំទ្រទាំងអស់នៃការអស់កម្លាំងជំងឺធ្លាក់ចិត្តនិងការវិនិច្ឆ័យអស់សង្ឃឹមរបស់យើងគឺព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវបានប្រែក្លាយការស្លាប់របស់យើងទៅជានិមិត្តសញ្ញានៃការរស់ឡើងវិញនិងជីវិតបណ្ដោះអាសន្នរបស់យើងទៅជាជីវិតនិរន្តរ៍បងប្អូនទាំងអស់គ្នាបច្ចុប្បន្នមានសារក្រមនៃការអស់សង្ឃឹមអ្វីខ្លះនៅក្នុងជីវិតរបស់អ្នកបើស្នើសុំពេលវេលាបន្ថែមនៃព្រះគុណព្រះយេស៊ូវព្រះម្ចាស់នៃពេលវេលានឹងប្រែក្លាយសារក្រមនៃការអស់សង្ឃឹមរបស់អ្នកទៅជាបទទេសនាមនៃការរស់ឡើងវិញសង្ឃឹមថាថ្ងៃនេះជាថ្ងៃដែលអ្នកមកដល់ចំពោះព្រះជាម្ចាស់ដោយចិត្តរាបទាបនិងចុះហត្ថលេខាលើកិច្ចសន្យាពន្យាជីវិតនិរន្តរ៍